សម្ដេចបវរធិបតីហ៊ុនម៉ាណែតកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្ដាញសង្គមនៅថ្ងៃទី19ខែតុលានេះដើម្បីឆ្លើយទៅនឹងការអធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាធ្លូនឹងការធ្វើឲ្យកម្ពុជាបាត់ដីសម្ដេចធិបតីហ៊ុនម៉ាណែតបានយ៉ាងដូចនេះថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបទឈប់បាញ់28កក្កដាឆ្នាំ2025គឺនិយាយអំពីលក្ខខណ្ឌនិងក្របប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្របប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនោះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនក៏មិនមានបានន័យថាភាគីណាមួយត្រូវយល់ព្រមបាត់បង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបដោយខ្លីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ2រាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានផ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ